bạn cái bắt đó bên chân cái bắt đấy này cái bắt đấy bông ba này cái bắt sao tại chiêm này đó ba bên chân bắt nhom chạm cái bắt hốt rồi ôm nhom chạm cái con cắp bài hốt đáy hốt thêm mong nó hốt rồi ô chiêm chở đây bài cái là bột nó là đáy này cho các bác mớiสั่งchiêm một vào đăng không បន្ទប់ជាប់គ្នាបាទវាយកម្មចាក់គ្នានេះគឺបន្ទប់ជាប់គ្នាទេសិតជាមិត្តភ័ក្តិសម្លាញ់នឹងគ្នាទៀតបាទមិនដឹងថាជាមានប៉ះពាល់ពាក្យសម្ដីយ៉ាងម៉េចបាទពេលក្នុងការហូបចុកទើបបណ្ដាលឲ្យបាទទាញកបិតកាប់គ្នាតែម្ដងសូមគោរពនិងជម្រាបសួរប្រិយមិត្តទស្សនិកជនលោកស្រីអ្នកនាងកញ្ញាដែលនិយមរកកាប់ផ្សាយអង្គភាពសារព័ត៌មាននេះខ្ញុំគណៈវេលានេះខ្ញុំបានទទួលដំណឹងបាទគឺករណីហិង្សាបាទជួបជុំគ្នាក៏បង្កជាចំនួនកាប់គ្នាតែម្ដងបាទរវាងមិត្តភ័ក្តិនិងមិត្តភ័ក្តិផឹកលាគ្នាថ្ងៃមុននឹងទៅស្រុកនៅថ្ងៃទី11ខែមេសាឆ្នាំ2025វេលាម៉ោង 10:40 នាទីបាទនៅសង្កាត់ចំការទី1ខណ្ឌពោធិ៍សែនជ័យរាជធានីភ្នំពេញហើយនៅខាងក្រៅខ្នងខ្ញុំនេះគឺជាកម្លាំងមូលដ្ឋានរបស់សង្កាត់ចំការទី1ប៉ុស្តិ៍នគរបាលបាទគឺកំពុងតែធ្វើការសួរនាំនៅភាគីម្ខាងទៀតភាគីម្ខាងទៀតរងរបួសធ្ងន់បានបញ្ជូនទៅសង្គ្រោះនៅឯមន្ទីរពេទ្យបាត់ទៅហើយប្រិមត្តជនឥឡូវនេះសមាជិកកំពុងធ្វើការសួរនាំពាក់ព័ន្ធជុំវិញករណីមួយនេះបាទឆ្លោះគ្នាមកបកែកគ្នាក៏បតាយបេតុងគ្នាទៅក៏ទៅលបួយខ្លួនចឹងណាបងអូបតាយបេតុងគ្នាលបួយខ្លួនបងហ៎បាទកាត់ឡើងដោយសារអ្វីដែរបងបកែកគ្នាបងគាត់ស្វឹងគាត់ស្វឹងហូបជួបជុំគ្នានៅចិត្តខាងដែរបងជួបជុំគ្នាថាទៅស្រុកស្អែកហ្នឹងទៅស្រុកស្អែកហើយមិនបានបង្កជាការវាយតប់គ្នាចឹងបងដឹងទេចង់និយាយថាគាត់អារម្មណ៍គាត់អត់ល្អរឿងប្រពន្ធគាត់មិនខ្ញុំអត់ដឹងអូគាត់មានបញ្ហាអារម្មណ៍មួយប្រពន្ធគាត់បងណោះបាទបងអញ្ចឹងក៏បង្កជាហិង្សាវាយតប់គ្នាទៅហូបនៅកន្ទប់ខ្ញុំហ្នឹងបងវាយដៃដែរបងវាយដៃហើយក៏បតាយបេតុងគ្នាក៏ខ្ញុំការពារខ្លួនចឹងណាអូបតាយបេតុងគ្នាទៅការពារខ្លួនហើយបាទក៏បតាយបេតុងនេះដល់ឡើងធម្មតាកន្ទប់ទូវាមិនដល់ឡើងចានឆ្នាំងក៏ខ្ញុំចាប់មួយមកជាប់ទៅក៏គាត់ចាប់ពីដៃខ្ញុំចាប់កបិតហ្នឹងកបិតដែរបងមានកបិតទៀតណោះហ្នឹងហើយទៅដល់ធម្មតាកន្ទប់យើងមិនមានកបិតធ្វើមហោបាទបងបាទក៏បតាយបេតុងគ្នាចឹងណាហើយឡើងបងហងអ្នកមកខាងទៀតក៏ទៅណាហើយបងគាត់ទៅពេទ្យបាទអូគាត់លបួសហើយបងណោះគេយកគាត់ទៅពេទ្យហើយគេអត់យកខ្ញុំទៅពេទ្យហើយនេះដូចគ្នាចឹងលបួសដូចគ្នាខ្ញុំត្រូវខ្ញុំហូរឈាមច្រើនចុះមានបានកាប់គ្នាទេគាត់ថាទាញបន្ទុងកបិតទេបងណោះគ្នានឹងកាប់អីហើយសិតតែអ្នកស្គាល់គ្នាទេបងណោះស្គាល់គ្នាយូរហូបជួបជុំគ្នាលាគ្នាថ្ងៃចុងក្រោយថ្ងៃទៅស្រុកស្អែកបងណោះតែកើតមានបញ្ហាផ្លូវចិត្តក៏ឆ្លោះគ្នាតែម្ដងខ្ញុំអត់ដឹងគាត់បាក់ទៅទាំងអីស្វឹងបងគាត់ស្វឹងការហូបចុករបស់បងប្រហែលណាបង2នាក់ហ្នឹងតែ2នាក់ហ្នឹងមានរឿងអីដល់សម្រាប់ដល់កាប់គ្នាវាយគ្នាបើវិញផ្ទះវិញទឹកស្ដីគាត់ស្វឹងបងគាត់ស្វឹងបតាយបេតុងគ្នាបងដឹងបងបាទឥឡូវយើងមិនទាន់នៅខាងណាមកខាងណានេះបងនៅតែម៉ែម្នាក់ឯងនេះហ្នឹងឥឡូវគេអត់យកខ្ញុំទៅពេទ្យខ្ញុំពងចឹងហើយគាត់ខាងនោះមានអ្នកណាយកទៅពេទ្យប្រពន្ធគេឲ្យគាត់ទៅឲ្យខ្ញុំទៅខ្ញុំត្រូវមុនគាត់ឲ្យខ្ញុំហូរឈាមហ្នឹងបាទឥឡូវបយចូលទៅពេទ្យឈាមច្រើនណាបងហូរឈាមច្រើនណាខ្ញុំមួយទឹកបើមើលខ្ញុំអត់ស្គាល់ទេអូមើលមួយទឹកមើលអត់ស្គាល់ទេកន្លះសោះឈាមមែនអូឈាមទៅបាយត្រូវឡើងណាបងខ្ញុំត្រូវមុនគាត់ខ្ញុំចាប់កបិតគាត់ហូតទៅបាទអូខ្ញុំចាប់ពេលគាត់កាប់បាយហូតដៃយកដៃហូតទេហ្មងណោះហូតអូឈាមច្រើនទេបាយត្រូវរបួសធ្ងន់តែដៃទេណាបាទចុះក្បាលមិនសាក់ឈាមបងបាទខ្ញុំដឹងហើយជាណាម៉ែពីការហូបចុកអីបងណាហើយហូបតែ2នាក់ទៀតបងណាហើយហូបលាគ្នាថ្ងៃបាទចូលឆ្នាំខាងមុខនេះបាទកាយរៀបទៅផ្ទះស្អែកឥឡូវមានបញ្ហាបណ្ដោយបាទឥឡូវដាក់ពាក្យបណ្ដឹងឬក៏មិនបងបាទដាក់ពាក្យបណ្ដឹងបងណាទេបងនេះសម្រួលគ្នាគាត់មានប្រពន្ធខ្ញុំក៏មានគ្រួសារដែរបងអូគ្រួសារបាទបណ្ដឹងទេសម្រាប់គ្នាទៅវិញមកយូរណាស់បងបាទចាឥឡូវបាយទៅពេទ្យទេបងឥឡូវបាយទៅពេទ្យសិនបងឈាមច្រើនណាសំបោបងជូនទៅពេទ្យអត់ទេបែកលាក់តោហើយសាច់ជាតិជូនទៅពេទ្យចាំទេបងបលីមកដល់ហើយបងបលីបាទឥឡូវសមាជិកបាទបងមូលដ្ឋានកំពុងតែធ្វើការសាកសួរព័ត៌មានបន្ថែមជាមួយនឹងភាគីទាំងសងខាងបាទមួយខាងទៀតទៅពេទ្យឯប្រិមជននៅសល់តែមួយខាងឯបាទឥឡូវគាត់ទៀមទាគាត់ទៅពេទ្យដែរគាត់ត្រូវលបួសដោយសារដៃគាត់ហូរឈាមច្រើនមែនទែនប្រិមិត្តឥឡូវយើងមិនទាន់ដឹងថាខាងណាខុសខាងណាត្រូវទេបាទខាងណាបង្កខាងណាបាទអ្នករងគ្រោះនៅទេគឺផឹកស៊ីជួបជុំគ្នា2នាក់បាទបង្កជាចំនួនបាទទាញកបិតកាប់គ្នាតែម្ដងយើងមិនដឹងថាកកើតនៃចំនួនពាក្យសម្ដីពេលដែលកំពុងតែហូបចុកបកែកគ្នារឿងអីនោះទេបាទតាមការលើកឡើងរបស់បងប្រុសនោះគឺគាត់បានរៀបរាប់ប្រាប់មកអង្គភាពសារព័ត៌មានយើងថាបងប្រុសនោះគាត់មានសម្ពាធផ្លូវចិត្តបញ្ហាគ្រួសារគាត់យ៉ាងណាទេអានេះគាត់តែជាព័ត៌មានមួយជ្រុងនៃភាគីម្ខាងទេបាទហើយភាគីម្ខាងទៀតគឺនៅពេទ្យឯណោះយើងមិនទាន់ដឹងទេបាទភាគីម្ខាងទៀតគាត់ទៅពេទ្យតែគាត់ខ្ញុំអត់ច្បាស់ថាគាត់ទៅពេទ្យណាគាត់គាត់នាំតែពួកគាត់សួរព័ត៌មានមិញពួកគាត់នៅបន្ទប់ជួលជាប់គ្នាបាទគាត់នៅបន្ទប់ជួលជាប់គ្នាតែគាត់ថា
គាត់បកហេតុហ្នឹងគាត់បើតាមស្ដាប់ទៅខ្លាំងរៀងខ្លួនតែគាត់ថាខាងនោះរបួសធ្ងន់ខាងនេះរបួសស្រាអញ្ចឹងណាបងបាទគេគេខាងទៅពេលនោះរបួសធ្ងន់ បាទរបួសធ្ងន់ ហើយយើងមិនទាន់ដឹងថាខាងណាខុសខាងណា អត់ដឹងថាខាងណាខុសណាត្រូវទេដោយសារគាត់នៅបន្ទប់ជួលជាប់គ្នាហើយជាមិត្តភក្តិគ្នារាប់អានគ្នាដែរអញ្ចឹងណាបងបាទ អូជាមិត្តភក្តិទៀតបងណា បាទជាមិត្តភក្តិ តែពីរអ្នកសងឆ្លោះគ្នាដែរ អញ្ចឹងគាត់ថាហ្នឹងបងពងសួរគាត់ដែរហ្នឹង អូគុណច្រើនបង បាទ លើសមត្ថកិច្ចមូលដ្ឋានបាននាំខ្លួនបាទភាគីមកខាងយកទៅប៉ុស្តិ៍បាទដើម្បីធ្វើការសួរនាំបន្ថែមពាក់ព័ន្ធជុំវិញករណីហិង្សាមួយនេះតែផ្ដើមឡើងមកពីរឿងអ្វីបាទហូបចុកតែពីរអ្នកសោះក៏បង្កើតជាពាក្យសម្ដីទាស់ពាក្យសម្ដីហ្នឹងបានឈានទៅដល់ការប្រើប្រាស់អំពើហិង្សាតែម្ដងបាទឥឡូវទៅព្រះជន